ជំរាបសួរអ្នកទាំងអស់គ្នាសុខសប្បាយជាល្អចាថ្ងៃនេះគឺជួបជាមួយគ្រូវិទ្យាទៅដែរចាថ្ងៃហ្នឹងគឺអ្នកគ្រូវិទ្យាមានមេរៀនមួយយើងមកចែករំលែកទៅដល់បងប្អូនគ្នាដែលមេរៀនយើងហ្នឹងគឺនិយាយអំពីតេស្តឃើញពីកម្មចាប៉ុន្តែដល់ពេលយើងទៅធ្វើការអេកូទៅគឺអត់ឃើញកូនទេចាតើគួរតែប្រើប្រាស់ថ្នាំរំលោភឬក៏អត់ចាហ្នឹងឯងជំរាបសារតែមានបញ្ហាទៅនឹងសិលោហ្នឹងអតិថិជនគាត់មានការសាកសួរច្រើនចាចឹងហើយអ្នកគ្រូក៏ចេញជាវីដេអូម្ដងទៅដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាទូបាននៅចំណេះដឹងក៏ដូចជាបាត់ចង្អល់ទាំងអស់គ្នាចាអញ្ចឹងយើងដឹងហើយថាបងប្អូនគ្នាថាតើតើទៅនឹងអសតរំលោភគឺមានច្រើនប្រភេទមែនទែននៅលើទីផ្សារដែលយើងគួរតែដឹងគួរតែស្រាវជ្រាវឲ្យដឹងពីប្រភពក៏ដូចជាប៉ុន្តែបានច្បាស់លាស់មុននឹងប្រើប្រាស់ពូថថ្នាំឥឡូវគឺមានរបស់คล้ายៗហើយបើសិនជាយើងប្រើចំរបស់ដែរគុណភាពវាអត់សូវមានប្រសិទ្ធភាពខ្ពស់យើងប្រើទៅគឺវាអត់ធ្លាក់ទេចាហើយអាចប្រើម្ដងទៀតអីចឹងទៅវាធ្វើឲ្យយើងនឹងខាតពេលវេលាអត់ទាំងលុយក៏ច្រើនទៀតចាអញ្ចឹងដើម្បីឲ្យបងប្អូនគ្នាទទួលបានការរំលោភដោយប្រសិទ្ធភាពចាឲ្យប្រើតែម្ដងធ្លាក់គឺសូមឲ្យបងប្អូនគ្នាធ្វើការទទួលសេវាជាមួយនឹងអ្នកជំនាញខាងរំលោភព្រោះថាអ្នកជំនាញខាងរំលោភគឺគាត់អាចដោះស្រាយចាអាចផ្ដល់នៅថ្នាំរំលោភដែរប្រើទៅគឺមានប្រសិទ្ធភាពខ្ពស់ជូនយើងនឹងគឺបានជោគជ័យនឹងគឺការថាប្រើម្ដងដឹងគុណភាពអីអញ្ចឹងណាលោកនាងចាហ្នឹងហើយហើយតើតើទៅនឹងអសតរំលោភប្រភេទអ្នកបននេះគឺអ្នកគ្រូសូមណែនាំដោយសារតែអ្នកគ្រូធ្វើការជាមួយនឹងអសតរំលោភនេះគឺចង់ជិត10ឆ្នាំហើយអតិថិជនរាប់ពាន់នាក់លោកនាងចាបងប្អូនអាចជឿទុកចិត្តបានព្រោះថាឱសថរំលោភមេរបនេះគឺជាឱសថរំលោភមួយដែលមានគុណភាពខ្ពស់ប្រសិទ្ធភាពវាគឺធ្វើឲ្យធ្លាក់ស្អាតរហូតដល់ជោគជ័យរហូតដល់97%ចាចំពោះកូននៅក្នុងស្បូនចាអញ្ចឹងរំលោភបានអត់កូនក្នុងស្បូនទេណាកូនក្រៅស្បូនគឺអត់អាចធ្វើការរំលោភបានទេតែកូនក្រៅស្បូនគឺត្រូវធ្វើការវះកាត់ទេអញ្ចឹងរំលោភគឺរំលោភបានតែកូនក្នុងស្បូនទេហើយនៅក្នុងប្រអប់មេដាបនេះពេលដែលយើងហែកចេញមកគឺមានក្តាស់ណែនាំគ្នាចាមានក្តាស់ណែនាំណាចាថ្នាំរំលោភខ្លះគឺអត់មានក្តាស់ណែនាំទេអញ្ចឹងវាឃើញគេមានថ្នាំមានក្តាស់ណែនាំអីចឹងទៅចានៅក្នុងនោះជូនយើងណាមកវាចាហើយគេមានក្តាស់ណែនាំជាភាសាអង់គ្លេសអីចឹងទៅចាហើយនេះក្តាស់ណែនាំនេះគឺពេលដែលយើងទទួលបានយើងត្រូវតែអានមើលទៅដើម្បីយើងយល់កាន់តែច្បាស់ចាដែលយើងបើកទៅគេដាក់រូបគេអញ្ចឹងពេលដែលយើងហែកទៅវាមានរូប5គ្រាប់បែបនេះចាថ្ងៃទី1លេខ1គ្រាប់ថ្ងៃទី2សល់4គ្រាប់អញ្ចឹងនៅក្នុងក្តាស់ណែនាំគេដាក់រហូតដល់48ម៉ោងចាប៉ុន្តែជាទូទៅចំពោះអតិថិជនរបស់អ្នកគ្រូគឺអ្នកគ្រូណែនាំឲ្យប្រើក្នុង24ម៉ោងដោយសារតែប្រើក្នុង24ម៉ោងគឺវាមានប្រសិទ្ធភាពខ្ពស់ជាងហើយប្រើទៅវាកូនធ្លាក់លឿនស្អាតអីចឹងណាបងប្អូនចាហ្នឹងហើយអញ្ចឹងបើយើងចង់មានប្រសិទ្ធភាពខ្ពស់សូមប្រើក្នុងរយៈពេល24ម៉ោងថ្ងៃទី1លេប1គ្រាប់ថ្ងៃទី2សល់4គ្រាប់មានន័យថាឧទាហរណ៍ថាថ្ងៃទី1យើងលេបម៉ោង10ព្រឹក24ម៉ោងក្រោយម៉ោង10ព្រឹកវិញនៅថ្ងៃស្អែកណាគឺយើងសល់4គ្រាប់តាមទ្វីមាសទៅចាគេងកន្លះម៉ោងទៅ1ម៉ោងទៅក្នុងកំឡុង4ទៅ6ម៉ោងក្រោយគឺវានឹងធ្លាក់ឯនេះចាអញ្ចឹងគឺឃើញទេគេដាក់ថ្ងៃទី1លេបនេះចាថ្ងៃទី2គឺគេងបែបនេះហើយបច្ចេកជង្គង់យើងសល់ខ្លួនឯងបានអញ្ចឹងថ្នាំហ្នឹងគឺយើងអាចទិញទៅប្រើខ្លួនឯងបានចារុញមកចង្អុលដៃអញ្ចឹងឧទាហរណ៍ទៅជាទ្វីមីយើងអញ្ចឹងណាដាក់ថ្នាំឲ្យរុញមកចង្អុលដៃដាក់ថ្នាំឲ្យរុញចង្អុលដៃឲ្យបន្តនេះរហូតអស់ទាំង4គ្រាប់ហ្នឹងទៅគេងកន្លះម៉ោងទៅ1ម៉ោងទៅក្នុងកំឡុង4ទៅ6ម៉ោងក្រោយគឺវានឹងធ្លាក់ឯបើករណីមាត់ស្បូនយើងត្រង់អាចធ្លាក់លឿនមាត់ស្បូនយើងបត់អាចធ្លាក់យូរជាងនឹងទៅតាមប្រភេទស្បូនរបស់យើងនីមួយៗណាចាហើយដូចមេរៀនយើងអញ្ចឹងដែលនិយាយថាពេលដែលយើងបាត់រដូវភ្លៀងយើងទៅទឹកនោមទៅស្រាប់តែឃើញពីកម្មចាឃើញពីកម្មច្បាស់ហើយគ្រូពីកម្មហើយខ្ញុំបាត់រដូវលើសឡើងជាង10ថ្ងៃហើយចាមួយអាទិត្យឬក៏10ជាង10ថ្ងៃហើយចាហើយខ្ញុំទៅឃើញពីកម្មហើយចាស្រាប់តែខ្ញុំចង់បញ្ជាក់ខ្ញុំទៅអេកូមើលដើម្បីដឹងថាកូននឹងមិនខែទៅអេកូពេលថាអត់ឃើញកូនផងចាតែយើងគួរប្រើថ្នាំឬក៏អត់ចាគួរប្រើថ្នាំឬក៏អត់អ្នកគ្រូចាអញ្ចឹងតើទៅនឹងសំណួរហ្នឹងគឺមានអ្នកឆ្ងល់ច្រើនហើយក៏មានអតិថិជនដែលគាត់ជួបបញ្ហាហ្នឹងច្រើនដែរចាអញ្ចឹងនៅពេលដែលយើងទៅអេកូអត់ឃើញយើងត្រូវដឹងផងថាតើអេកូហ្នឹងគាត់ជំនាញឯកទេសមែនឬក៏អត់គាត់មើលបានម៉ត់ចត់ជូនយើងអត់ហើយយើងទៅមើលនឹងអេកូប្រភេទអ្វីដែរចាព្រោះថាអេកូវាមានច្រើនប្រភេទមានអេកូពណ៌អេកូ color អេកូធម្មតាសខ្មៅក៏ដូចជាអេកូ 3D 4D 5D អីចឹងទៅតាមកន្លែងគេនីមួយៗអញ្ចឹងចំពោះកូននៅពេលដែលយើងបាត់រដូវ
លើសមួយអាទិត្យពីរអាទិត្យមានន័យថាកូនយើងគឺមួយខែជាងហើយ4ទៅ6សប្តាហ៍ចាអញ្ចឹងជាទូទៅតាមការសិក្សាស្រាវជ្រាវមកណាចាហ្នឹងហើយអឺកូនយើងជាធម្មតាវាបានវិលចូលក្នុងតួស្បូនហើយនៅក្នុងកំឡុងអាយុ4ទៅ6សប្តាហ៍ហ្នឹងគឺវាត្រូវតែចូលស្បូនហើយបើករណីយើងអេកូទៅអត់ឃើញមានន័យថាយើងមានបញ្ហាហើយអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងត្រូវតែតាមដានចាទី1ពេលដែលយើងអេកូទៅអត់ឃើញកុំទាន់អាភ័យកុំទាន់អាស្លន់ស្លោអីចាយើងមិនប្រកាសថាកូនក្រៅស្បូន 100% ទេយើងអាចទៅរកកន្លែងផ្សេងទៀតចាដើម្បីអេកូមើលម្ដងទៀតចាហើយសូមទៅកន្លែងដែលមានអេកូប្រភេទ 3D 4D ឬក៏ 5D អីចឹងទៅចាប្រភេទ Echo ហ្នឹងគឺវាមើលច្បាស់ចាប់រូបភាពបានច្បាស់អញ្ចឹងវាអាចចាប់រូបភាពកូនយើងនៅក្នុងស្បូននឹងបានច្បាស់ទោះបីជាកូននៅតូចក៏ដោយតែបើយើង Echo ប្រភេទ Echo ធម្មតាចាពេលខ្លះមើលអត់ឃើញទេចាហ្នឹងឯងចឹងអ្នកគ្រូនិយាយតាមអ្នកជំនាញដែរទេណាចាគាត់ប្រាប់អញ្ចឹងអ្នកគ្រូក៏ប្រាប់តគ្នាដែរអ្នកគ្រូមិនឯកទេសខាង Echo ទេប៉ុន្តែអ្នកគ្រូជាពេទ្យឆ្មបដែលអាចដឹងអំពីបញ្ហាទាំងអស់ហ្នឹងមួយចំនួនខ្លះដែលអាចណែនាំជូនអតិថិជនទាំងអស់គ្នាបានចា៎ហ្នឹងឯងអញ្ចឹងបើយើងចង់ច្បាស់យើងអាចទៅ Echo 3D 4D ឬក៏ 5D ហ្នឹងម្ដងទៀតដើម្បីបញ្ជាក់ថាយើងពិតជាអត់ឃើញមែនឬក៏អត់ចា៎បើករណីអូខេយើងទៅ Echo ទៅស្រាប់តែអត់ឃើញអញ្ចឹងយើងត្រូវតាមដានហើយព្រោះយើងចូលហានិភ័យនៃបញ្ហាកូនក្រៅស្បូនចា៎ហ្នឹងឯងតាមដានមួយអាទិត្យឬក៏10ថ្ងៃក្រោយទៅ Echo ម្ដងទៀតទៅចា៎ហ្នឹងឯងហើយបើករណីអត់យើងទៅអេកូមកកន្លែងទៀតស្រាប់តែគេឃើញចូលក្នុងស្បូនចាមានន័យថាអេកូនឹងគាត់មើលអត់ច្បាស់ទេចាព្រោះមានអតិថិជនខ្លះគឺគាត់អញ្ចឹងមែនគាត់អេកូឡើងនឹងអត់ច្បាស់ដល់ពេលគាត់ទៅឡើងផ្សេងទៅមើលឃើញអីអញ្ចឹងហើយបានគ្រូតែងតែណែនាំអរគ្នាទៅយ៉ាងតិចបំផុតក៏បាន2ទៅ3កន្លែងដែរចាចាំសម្រាប់ចិត្តចាំភ័យចាំព្រួយចាពួកអ្នកខ្លះឃើញតែអេកូអត់ចូលស្បូនគាត់ភ័យខ្លាចកូនក្រៅស្បូនធ្វើការវះកាត់អីចឹងគាត់ភ័យចឹងគាត់គាត់អត់ភ័យណោះចាអញ្ចឹងបើករណីរបស់គ្នាទៅអេកូនៅមួយកន្លែងទៀតចាយើងឃើញថាវាចូលស្បូនអូខេយើងអាចធ្វើការប្រើប្រាស់ឱសថ download បានចាតែបើករណីយើងអត់ឃើញទេចាយើងកុំទាន់អាចប្រើអីចាយើងអាចតាមដានមើលសិនទៅព្រោះខ្លាចយើងមានបញ្ហាកូនក្រៅស្បូនអីអញ្ចឹងណាចាហ្នឹងឯងអញ្ចឹងមេរៀនយើងដែរនិយាយថាតែឃើញពីកម្មអេកូអត់ឃើញកូនអត់ឃើញកូនតើគូប្រើប្រាស់ឱសថរំលោភមេរបនឬក៏អត់អ្នកគ្រូសូមបកស្រាយជូនថាចាគឺសូមឲ្យយើងទៅអេកូឲ្យបានយ៉ាងតិច2ទៅ3កន្លែងសិនមុននឹងសម្រេចចិត្តចាព្រោះថាពេលខ្លះអេកូមកកន្លែងមើលអត់ឃើញដោយសារតែគាត់អត់សូវមានជំនាញឬក៏ដូចជាពេលខ្លះទៅគឺអេកូគាត់អត់សូវច្បាស់ចាអញ្ចឹងវាពិបាកក្នុងការចាប់រូបភាពមើលអត់ឃើញណាចាហ្នឹងហើយពួកអេកូឥឡូវគេទំនើបណាស់ដល់ 3D 5D 4D 5D អីហើយចាអញ្ចឹងហើយតាអេកូយើងប្រើកម្រិតទី2ពេលខ្លះចាប់អត់ឃើញទេអញ្ចឹងវាធ្វើឲ្យមើលកូនដែលចូលស្បូនហើយមើលអត់ឃើញទេអញ្ចឹងយើងកុំទាន់អាប់ហើយយើងអាចទៅកន្លែងទី2ទី3សិនចាហ្នឹងហើយអញ្ចឹងបើសិនជាយើងទៅពីកន្លែងទៀតហើយអូខេវាអត់ឃើញអាហ្នឹងកុំទាន់អាប្រើឲ្យសោះចាតាមដានតទៀតមកទឹកក្រោយចាំទៅមើលម្ដងទៀតព្រោះយើងអាចមានហានិភ័យក្នុងការកូនក្រៅស្បូនចឹងបើកូនក្រៅស្បូនអត់អាចប្រើប្រាស់ថ្នាំរំលោភតម្លាក់បានទេចាព្រោះថាថ្នាំរំលោភគឺប្រើបានចំពោះតែកូនក្នុងស្បូនទេចាតែបើករណីយើងទៅអេកូទៅឃើញតែកូនជុំស្បូនអូខេយើងអាចប្រើបានធម្មតាចាអញ្ចឹងយកនៅបងប្អូនចាហ្នឹងហើយអញ្ចឹងតែឃើញពីកម្មគឺដឹងតែយើងមានកូនហើយគ្រាន់តែយើងមិនដឹងថាកូនក្នុងស្បូនឬក្រៅស្បូនចាអញ្ចឹងអ្វីដែលយើងចង់បញ្ជាក់យើងអាចទៅអេកូមើលទៅបើករណីយើងឃើញកូនក្នុងស្បូនអូខេយើងអាចប្រើបានតែបើករណីយើងមិនឃើញកូនក្នុងស្បូនទេយើងអាចទៅកន្លែងទី2ទី3សិនចាចាំភ័យណោះចាហ្នឹងហើយចាំភ័យគ្នាចាអ្នកនរគ្នាចឹងមានអ្នកគ្រូហ្នឹងគឺមានផងទេបងប្អូនចាបើសិនជាបងប្អូនមានចម្ងល់មានបញ្ហាអីអាចធ្វើការសាកសួរព័ត៌មានបន្ថែមចាបានហើយបើការអ្នកចង់ទទួលសេវាទាក់ទងទៅនឹងការរំលោភសុខភាពចំពោះការចង់ទិញថ្នាំប្រភេទមេរបនយកទៅប្រើប្រាស់ដោយមានការប្រឹក្សាជាមួយនឹងគ្រូបិតាផ្ទាល់ឬក៏ចង់ធ្វើការរំលោភកូនធំមិនថាប្រហែលខែទេមិនមែនតូចធំអីទាំងអស់បងប្អូនអាចទៅតាមបានតាម page ដូចពេលនេះដីស្រឡាញ់និងស្នាមត្រីក៏ដូចជាតាម Telegram របស់គ្រូទោះ096422575ចាសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅម្ដងបន្តហើយកុំភ្លេចជួយ like ជួយ share វីដេអូរបស់គ្រូផងហើយសិនជាចង់បានមេរៀនច្រើនៗកុំភ្លេចជួយ subscribe channel YouTube គ្រូពេទ្យនិងវីដេអូម្នាក់មួយផងចាមេរៀនមានច្រើនមែនតើចាំអ្នកជួយមើលបានចាបាយបាយ love you